នៅពេលដែលអ្នកជឿជាក់លើព្រលឹងវិញ្ញាណជឿលើការទូទីពីខ្សែជីវិតពីអនាគតដែលលោកគ្រូជាទីទុកចិត្តរបស់អ្នកបានប្រាប់អ្នកស្មើនឹងអ្នកបានប្រគល់ជោគវាសនារបស់អ្នកដែលវាជាការស្រមើស្រមៃតែការរស់នៅជាក់ស្ដែងអ្នកជួបតែបញ្ហាមិនសូវជាបានសុខក្នុងក្រុមគ្រួសារសម្រាប់ព្រលឹងវិញ្ញាណអាចមានហើយនឹងមិនមានបើមានគេនៅដោយគេយើងរស់នៅដោយយើងសម្រាប់អ្នកដែលគេមិនទៅរវីរវល់ជាមួយពួកអ្នកជំនឿគេរស់នៅក៏បានតែសុខឈឺគឺទៅពេទ្យគេមានការបួងសួងខ្លះដែលតែមិនមែនជាការបន់ស្រន់ហើយក៏មានអ្នកដែលទៅពេទ្យមិនជាតែបែរជាមកជាពីជំងឺដោយសារគ្រូថ្នាំខ្មែរសម្រាប់ថ្នាំខ្មែរដែលផ្សំពីរុក្ខជាតិដែលមានការប្រើប្រាស់តាំងពីជំនាន់ដូនតាមកហើយគឺពិតជាអាចព្យាបាលជំងឺបានយ៉ាងពិតប្រាកដហើយបើសម្រាប់ការចូលរូបចូលអ្នកតាស្អីនោះគឺជាការពាក់ព័ន្ធនឹងថាមពលផ្លូវចិត្តដូចគេអ្នកជឿខ្លាំងគេនិយាយថាគ្រាន់តែអ្នកតាចូលភ្លាមក្រោករំភ្លេតទាំងដែលយាយនោះឈឺឡើងក្រោកលែងរួចទៅហើយដល់សួរមូលហេតុផលសម្រាប់ក្រុមមនុស្សដែលជឿគេនិយាយគ្រូចូលរូបថាដូនតារបស់អ្នកឈឺនោះជាអ្នកធ្វើហើយពេលនេះព្រលឹងដូនតានោះបានទទួលសំណែនហើយឲ្យជាពីជំងឺហើយសម្រាប់ខ្ញុំនៅមនុស្សដែលគ្រូចូលរូបហើយជាគឺមនុស្សនោះជឿចិត្តអន់ចិត្តបាក់ទឹកចិត្តនឹងប្តីឬប្រពន្ធឬក៏ជាមួយនឹងកូនចៅហើយក៏ធ្លាក់ខ្លួនឈឺដល់គ្រួសារសាច់ញាតិបារម្ភពេលយកទៅពេទ្យគឺរកមិនឃើញជំងឺអ្វីទេតែសភាពមនុស្សនោះគឺពិតជាទ្រុឌទ្រោមមែនហើយដល់ពេលចូលរូបគឺមានគ្រួសារសាច់ញាតិនិងមនុស្សជាច្រើនដែលទៅចូលរួមលើកទឹកចិត្តពេលនោះអ្នកឈឺក៏មានកម្លាំងចិត្តហូបបានផឹកបានសប្បាយចិត្តនឹងការយកចិត្តទុកដាក់ពីគ្រួសារសាច់ញាតិហើយក៏ជានេះហើយឥទ្ធិពលនិងថាមពលផ្លូវចិត្តគឺសំខាន់ណាស់មានថាមពលផ្លូវចិត្តខ្លាំងអ្នកអាចធ្វើកិច្ចការអ្វីក៏ទទួលបានលទ្ធផលល្អអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមជួយចុច Subscribe និង Follow Facebook TikTok ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណ